ប្រវត្តិភ្នំបូកគោទីតាំងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោមានចម្ងាយប្រមាណ46គីឡូម៉ែត្រពីទីរួមខេត្តកំពតឧទ្យានជាតិនេះមានរយៈកម្ពស់ចន្លោះពី750ដល់1075ម៉ែត្រពីនីវ៉ូទឹកសមុទ្រមូលហេតុនៃឈ្មោះបូកគោនេះត្រូវបានគេហៅតាំងពីបុរាណកាលមកម្ល៉េះព្រោះបើគេក្រឡេកមើលពីក្រុងកំពតទិដ្ឋភាពភ្នំនេះមានរាងដូចជាបូកសត្វគោលង្កទើបចាស់ចំនួនដើមដាក់ឈ្មោះថាភ្នំបូកគោប្រវត្តិភ្នំបូកគោពីមុនទីតាំងនេះស្ថិតនៅឃុំកោះតូចស្រុកកំពតខេត្តកំពតក៏ប៉ុន្តែក្រោយពីមានការអភិវឌ្ឍមកទីតាំងនេះបានក្លាយទៅជាបុរីបូកគោដែលកាលពីសម័យសង្គមរាស្ត្រនិយមរីករាយហើយក៏បានផ្ដាច់ចេញពីខេត្តកំពតយោងតាមឯកសារខ្លះបានបញ្ជាក់ថាភ្នំបូកគោត្រូវបានអ្នកស្រាវជ្រាវខ្មែរនិងបារាំងដឹកនាំដោយលោករូលូសជាជនជាតិបារាំងបានឡើងទៅដល់កំពូលភ្នំនៅកំឡុងគ្រិស្តសករាជ1917ក្រោយមករាជការខ្មែរបានសហការជាមួយរដ្ឋការអាណានិគមបារាំងរៀបចំអភិវឌ្ឍតំបន់នេះទៅជារមណីយដ្ឋានដ៏ពិសេសមួយនៅកំឡុងគ្រិស្តសករាជ1922នៅទីនោះពួកគេបានកសាងព្រះវិហារកាតូលិកនៅកំឡុងគ្រិស្តសករាជ1928ដែលជាព្រះវិហារគ្រិស្តសាសនាដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជាព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្សព្រះអង្គបានកសាងព្រះរាជដំណាក់ជាច្រើនកន្លែងនៅលើភ្នំបូកគោនេះក្នុងគ្រិស្តសករាជ1924លោកព្រះករុណាព្រះបាទស៊ីសុវត្ថិមុនីវង្សបានចេញព្រះរាជអង្គការឲ្យគេសាងសង់វត្តនិងព្រះវិហារព្រះពុទ្ធសាសនាមួយដោយក្រោយមកបានជាប់ឈ្មោះថាវត្តសំពៅ5ប្រវត្តិសាស្ត្របានបញ្ជាក់ថាព្រះបាទស៊ីសុវត្ថិមុនីវង្សព្រះខត្តិកោដ្ឋបានយាងសោយទិវង្គតនៅក្នុងព្រះរាជដំណាក់លើភ្នំបូកគោនេះនាចុងគ្រិស្តសករាជ1941ដោយសារព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្សដូច្នេះហើយទើបរាជការខ្មែរនាសម័យអាណានិគមបារាំងបានប្រសិទ្ធនាមទីនោះថាឧទ្យានជាតិព្រះមុនីវង្សបូកគោហើយនៅឆ្នាំ1993រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចយកទីតាំងរមណីយដ្ឋានភ្នំបូកគោនេះបង្កើតជាឧទ្យានជាតិមួយឡើងដែលមានឈ្មោះផ្លូវការថាឧទ្យានជាតិព្រះមុនីវង្សបូកគោយោងតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ1993ដែលឡាយព្រះហស្ថលេខាដោយព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមកោដ្ឋបានកំណត់យកផ្ទៃដីនៃឧទ្យានជាតិភ្នំបូកគោនេះត្រឹមតែ140,000ហិកតាប៉ុណ្ណោះនៅឆ្នាំ2010គេបានសាងសង់រូបសំណាកលោកជាម៉ៅដ៏ធំមួយដែលមានកម្ពស់29ម៉ែត្រទស្សនីយភាពផ្សេងៗនៃភ្នំបូកគោក្រៅពីសំណង់សាសនានិងសម្បត្តិបេតិកភណ្ឌភ្នំបូកគោក៏នៅមានទស្សនីយភាពធម្មជាតិជាច្រើនទៀតដូចជាទឹកជ្រោះពពកវិលបឹងទឹកសាបវាលស្រែ100វាលស្រែ500វាលផ្កាបំពង់ក្រឡោមដែលឃើញមានដុះតែនៅតំបន់ឧទ្យានជាតិមួយពិសេសចំណុចកំពូលភ្នំបូកគោសម្រាប់រដូវវស្សាចុះអាប់ស្ទើរគ្រប់ម៉ោងមើលគ្នាពីចម្ងាយមិនឃើញទេជួនកាលអ្នកទេសចរអាចលេងចាប់ពពកលេងកម្សាន្តបានតាមចំណង់ចំណូលចិត្តជាងនេះទៅទៀតពពួកសត្វព្រៃនិងបក្សាបក្សីជាច្រើនប្រភេទក៏មានវត្តមាននៅតំបន់នេះដែរ